សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើតុងយ៉ាំកសោមពងមាន់ណានេះអូយើងមានកសោមពងច្រើនមែនតើឡើងមកកញ្ឆែងវាចូល2គីឡូជាងអីនេះឃើញអត់អូយឡើងក្រហមល្អហ្មងថ្ងៃនេះដឹងតែឆ្ងាញ់ទៀតហើយនេះអូយឡើងល្អហ្មងឃើញឡើងក្រហមហ្មងណាតបមកទៀតយើងមានម្ទេសក្រៀមចំនួន1ចានឥឡូវនេះយើងចាប់ផ្ដើមលាងកសោមពងឲ្យស្អាតសិនណានេះឥឡូវយើងចាប់ផ្ដើមបកាត់ភ្លើងសិនណាឥឡូវនេះយើងចាប់ដាក់ដាំទឹកសិនឥឡូវទឹកពុះហើយឥឡូវយើងចាប់ផ្ដើមបង់ម្ទេសចូលសិនយើងស្ងោរម្ទេសនឹងឲ្យឆ្អិនសិនណានេះឥឡូវម្ទេសរបស់យើងបានស្រុះរួចហើយឥឡូវយើងស្រង់វាដាក់ចានសិនតបមកទៀតយើងចាប់ផ្ដើមស្រុះកសោមពងម្ដងតបពីយើងដាក់កសោមពងស្រុះចោលហើយឥឡូវយើងបុកម្ទេសដែលយើងបានស្រុះមុនហ្នឹងណានេះម្ទេសយើងបុកប៉ុណ្្នឹងណាឥឡូវយើងកោបដាក់ចានតបមកទៀតយើងចាប់ដើមចិតបន្លែនេះឥឡូវយើងចាប់ដើមហាន់ខ្ទឹមបារាំងសិនបន្តមកទៀតយើងចាប់ផ្ដើមហាន់ប៉េងប៉ោះទៀតយើងចាប់ផ្ដើមហាន់ដេងម្ដងបន្តមកទៀតយើងហាន់ខ្ទឹមក្រហមបន្តមកទៀតយើងចាប់ផ្ដើមហាន់គល់ស្លឹកគ្រៃតបមកទៀតយើងហាន់លឹកក្រូចសើចបន្ទាប់មកទៀតយើងចាប់ដើមហាន់ជាណាម្ដង
លើកសោមពងរបស់យើងស្រស់មិញឥឡូវយើងអាចស្រង់បានហើយឥឡូវយើងស្រង់វាសិនតបពីយើងស្រស់ហើយឥឡូវយើងចាប់ផ្ដើមហាន់ជាចំណិតណាសម្រាប់ពេលយើងស្លទៅងាយស្រួលញ៉ាំណានេះឥឡូវយើងចាប់ផ្ដើមស្លឥឡូវយើងដាក់ឆ្នាំងសិនណាបន្ទាប់មកទៀតយើងដាក់ប្រេងឆាចូលតមកទៀតម្ទេសដែលយើងបានបុកហើយហ្នឹងយើងលីងវាឲ្យក្រៀមសិនណាមកទៀតយើងដាក់ខ្ទឹមក្រហមហើយនឹងម្ទេសចូលនេះបន្ទាប់ពីយើងកូរម្ទេសឡើងក្រៀមល្អហើយយើងចាក់ទឹកចូលតបមកទៀតយើងចាប់ផ្ដើមបង់គល់អក្រីហើយនឹងស្លឹកក្រូចសើចហើយបន្ទាប់មកទៀតយើងបង់ទឹកត្រីចូលស្ករសបន្ទាប់មកទៀតដុំតុងយ៉ាំយើងដាក់2គ្រាប់ហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមបង់កសោមពងបន្ទាប់មកទៀតយើងចាប់ផ្ដើមបង់បន្លែចូលយើងបង់បន្លែហ្នឹងយើងបង់ទឹកដោះគោឆៅចូលតែម្ដងហ្មងណាទឹកដោះគោឆៅយើងដាក់មកកំប៉ុងគាត់ដល់ឃើញពណ៌ក៏គួរឲ្យចង់ញ៉ាំដែរតុងយ៉ាំរបស់យើងស្លតុងយ៉ាំរបស់យើងបានឆ្អិនរួចរាល់ហើយឥឡូវយើងចាប់ដើមបង់ជីហើយនឹងក្រូចឆ្មាចូលនេះយើងបង់ជីមកឲ្យវាឈ្ងុយហើយយើងច្របាច់ក្រូចឆ្មាចូលតែម្ដងហ្មងណាឲ្យវាមានរសជាតិជូរអែមណាតុងយ៉ាំរបស់យើងឆ្អិនហើយឥឡូវយើងដួសដាក់ចានណាលើឡើងតំណងគួរចង់ញ៉ាំហ្មងតោះមកយើងច្របាច់ក្រូចឆ្មាថែមទៀតអូយណែអូយតំណងឆ្ងាញ់ហ្មងណានេះឥឡូវយើងចាប់ផ្ដើមភ្លក់ហើយឆ្ងាញ់ហ្មងណាឃើញដឹងតែហិលជូរហិលចង់ស្រក់ទឹកមាត់ហ្មងបបមកនេះទឹកត្រីម្ទេសមកឆ្ងាញ់មែនទេឡងស្រស់មាត់ហ្មងណា
ngon quá. Bye bye.